អាជ្ញាធរនិងមន្ត្រីជំនាញអំពាវនាវដល់អ្នកពាក់ព័ន្ធក្បាលដីទាំងអស់ក្នុងឃុំអន្លង់សំណស្រុកជីក្រែងចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឲ្យបានគ្រប់គ្នាអាជ្ញាធរខេត្តសៀមរាបរួមនឹងមន្ត្រីជំនាញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធក្បាលដីទាំងអស់ក្នុងឃុំអន្លង់សំណស្រុកជីក្រែងចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឲ្យបានគ្រប់គ្នាដើម្បីធានាភាពត្រឹមត្រូវក្នុងការចេញបានកម្មសិទ្ធិដែលការបិទផ្សាយនេះមានរយៈពេល15ថ្ងៃចាប់ពីថ្ងៃទី18ខែសីហាដល់ថ្ងៃទី1ខែកញ្ញាឆ្នាំ2026ក្នុងវត្តអន្លង់សំណលោកសុនសុជាតិអនុប្រធានមន្ត្រីរៀបចំដែនដីខេត្តបង្ហាញថាឯកសារដែលបានបិទផ្សាយនាពេលនេះមានចំនួន4815ក្បាលដីស្ថិតនៅក្នុងភូមិស្ដៅភូមិអន្លង់ព្រីងក្រោមអន្លង់ព្រីងលើតាគឹមក្រោមតាគឹមលើត្រពាំងត្រោះអន្លង់សំណភូមិអន្លង់ឫស្សីស្វាយតាដោកសំរងធំចែកខ្សាច់លើចែកខ្សាច់ក្រោមភូមិល្បើកនិងភូមិព្រែកអង្គរថ្មីនៃឃុំអន្លង់សំណលោកបានស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមពិនិត្យផ្ទៀងផ្ទាត់ទៅលើទីតាំងរូបរាងដីឈ្មោះសាវតាទំហំដីនិងប្រភេទទ្រព្យនៅក្នុងបញ្ជីឈ្មោះម្ចាស់ដីឲ្យបានច្បាស់លាស់ដើម្បីធានានូវភាពសុក្រឹតត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេសនិងច្បាប់លោកធូចន្ទថុលអភិបាលរងស្រុកជីក្រែងមានប្រសាសន៍ថាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទទួលបាននូវសារៈប្រយោជន៍ដូចជារដ្ឋគ្រប់គ្រងបានដីធ្លីទាំងដីរដ្ឋនិងដីឯកជនដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំដែនដីរដ្ឋបាលដីធ្លីការបែងចែកដីការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការកាត់បន្ថយទំនាស់ដីធ្លីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់ធានាដោយរដ្ឋនិងអាចប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរឬអាជីវកម្មរបស់ខ្លួនជាដើមឯកឧត្តមសុសុច័ន្ទសមាជិកក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថាក្នុងរយៈពេល15ថ្ងៃនេះជាឱកាសចុងក្រោយសម្រាប់បងប្អូនចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលឲ្យបានគ្រប់គ្នាដើម្បីធានានូវភាពសុក្រឹតត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេសទាំងលក្ខណៈច្បាប់ហើយអំឡុងពេលនេះម្ចាស់ដីឬអ្នកកាន់កាប់ដីអាចធ្វើការកែតម្រូវឬដាក់ពាក្យបណ្ដឹងជំទាស់តវ៉ាបានប្រសិនបើពិនិត្យទៅឃើញមានកំហុសឆ្គងត្រូវដាក់ពាក្យស្នើសុំឬជំទាស់តវ៉ាចូលមកគណៈកម្មការរដ្ឋបាលប្រចាំការនៅកន្លែងបិទផ្សាយក្រោយបញ្ចប់ការបិទផ្សាយរយៈពេល15ថ្ងៃនេះទៅគណៈកម្មការរដ្ឋបាលនឹងលើកសំណើជូនទៅឯកឧត្តមអភិបាលខេត្តដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលជាម្ចាស់ដីនិងអ្នកកាន់កាប់ដីរូបណាដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមនីតិវិធីច្បាប់និងជាក្បាលដីមិនមានទំនាស់